ニックに One eternity later ដំបងឡើយហ្នឹងគឺមានមន្តគោកហើយនៅមកក្រុមមក3ក្បាលកំពុងតែពិភាក្សាគ្នាដើម្បីដាស់មនុស្សជុំវិញពិភពលោកដោយសារតែពួកគេឃើញថាមេឃហ្នឹងគឺចាប់ផ្ដើមភ្លឺហើយហើយក៏របស់យើងក៏បានរងាវថាឲ្យមកដើម្បីដាស់មនុស្សសត្វលោកទាំងអស់ហ្នឹងឲ្យភ្ញាក់ពីដំណេកពិតជាមិនធម្មតាមែនអតិពលរបស់អាកោរបស់យើងក៏បានធ្វើឲ្យសត្វទាំងអស់ហ្នឹងគឺភ្ញាក់ពីដីភ្លាមតែម្ដងដោយសារតែសម្លេងដ៏សែនក្រលួយរបស់គេដោយសារតែសម្លេងដ៏សែនក្រលួយនេះហើយក៏បានធ្វើឲ្យមកក្រុមទាំង3ក្បាលហ្នឹងគឺបាក់ចិត្តស្រឡាញ់ទៅលើបង្កកគឺដកចិត្តមិនរួចតែម្ដងហើយមកក្រុមទាំង3ក្បាលរបស់យើងក៏បានធ្វើការបបួលបង្កករបស់យើងក្នុងការអូសរែងភ្លាមតែម្ដងមិនចាំយូរឡើយព្រោះថាពួកគេគឺពេញចិត្តទៅនឹងបង្កកខ្លាំងមែនតែននិយាយគ្រាន់តែពេញចិត្តសោះពួកគេអូសរែងហ្មងពេលនោះមកក្រុម8ក្បាលហ្នឹងក៏បានសួរទៅកាន់បង្កកថាបង្កកតែបង្កកចង់បានប្រមាណដែរចាំពួកអូនសម្រាប់ប្រមាណបាសនារបស់បងនៅពេលនោះអាកោរបស់យើងក៏បានប្រាប់ទៅកាន់មកក្រុមទាំងអស់នោះថាបងសុំតែម្នាក់មួយបានហើយអូនសម្លាញ់ពេលនោះបន្ទាប់ពីពិភាក្សាគ្នាហើយអាកោរបស់យើងក៏បានចាប់ផ្ដើមធ្វើកិច្ចការរបស់គេភ្លាមតែម្ដងនៅកន្លែងកើតហេតុយ៉ាក៏ពីស្ទាយពីឧបហេតុគ្រាន់តែអាកោរងាវថាឲ្យមកក៏ធ្វើឲ្យមកក្រុមរបស់យើងទាំងអស់ហ្នឹងគឺធ្លាក់ពងម្នាក់មួយយ៉ាងកប់សេរីតែម្ដងមិនទាន់នឹងអីផងគ្រាន់តែពងមន់ធ្លាក់មកដល់ដីភ្លាមពេលនោះម្ចាស់កសិដ្ឋានហ្នឹងក៏បានដើរមកម្ចាស់កសិដ្ឋានដើរមកគឺជះរៀងយ៉ាងសង្ហាមែនតែនដែលនៅក្នុងដៃរបស់គាត់ហ្នឹងគឺមានកាន់កន្ត្រកមួយដើម្បីដាក់ពងមន់គឺហានិភ័យប្រោយពេលដែលមកដល់ទ្រង់ភ្លាមម្ចាស់កសិដ្ឋានហ្នឹងក៏បានចាប់ផ្ដើមដេញមន់ហ្នឹងឲ្យថយចេញថយម៉ែប្រាប់ឲ្យថយបន្ទាប់ពីដេញមន់ហ្នឹងចេញអស់ហើយម្ចាស់កសិដ្ឋានហ្នឹងក៏បានរើពងមន់ទាំងនោះដាក់នៅក្នុងកន្ត្រករបស់គាត់បន្ទាប់មកគាត់ក៏បានយកពងមាន់ទាំងអស់ហ្នឹងយកទៅប្រើប្រាស់ពេលនោះអាកោហើយនឹងមេមាន់របស់យើងក៏បានលួចមើលកម្មវិធីរបស់បរិសនោះតាមមាត់បង្អួចនៅពេលដែលបរិសកសិដ្ឋាននោះគាត់គោះពងមាន់ដើម្បីជៀនគេនោះមេមាន់របស់យើងគាត់តែឃើញហេតុការណ៍ហ្នឹងភ្លាមគឺធ្វើឲ្យរូបនាងរន្ធត់ចិត្តសន្លប់បាត់ស្មារតីតែម្ដងខឹងហ្មងនៅពេលដែលត្រឡប់មកទ្រង់វិញអាកោហើយនឹងមេមាន់ទាំង3ក្បាលក៏បានពិភាក្សាគ្នាដើម្បីរកវិធីកុំឲ្យម្ចាស់របស់ខ្លួនហ្នឹងយកបុត្រាបុត្រីរបស់ខ្លួនដែលទើបតែនឹងប្រសូតហ្នឹងយកទៅជៀនស៊ីទៀតអាកោរបស់យើងក៏បានដើរចុះឡើងហើយក៏នឹកឃើញកំណត់មួយដើម្បីដោះស្រាយបញ្ហាមួយនេះលុះមួយថ្ងៃកន្លងផុតទៅស្អែកឡើងអាកោហើយនឹងមេមាន់ទាំង3ក្បាលហ្នឹងក៏បានបបួលគ្នាអូសរែងម្ដងទៀតអាកោរបស់យើងគឺពិតជាមិនធម្មតាមែនគឺ 3 in 1 តែម្ដងអ្នកគ្នាសាសម័យមើលថាទៅជាងណាអាកោរបស់យើងក៏បានរងាវដូចមុនទៀតដែរគឺឲ្យមកហើយចំពោះមេមាន់ទាំង3ក្បាលហ្នឹងក៏បានពងដូចគ្រាមុនផងដែរគឺម្នាក់មួយតែម្ដងលើនេះអាកោរបស់យើងក៏បានធ្វើវិធីសាស្ត្រគឺឲ្យមេមាន់ទាំង3ក្បាលហ្នឹងគឺទៅក្រាបពងនៅឯទ្រុងរបស់ខ្លួនតែម្ដងដើម្បីការពារកុំឲ្យម្ចាស់កសិដ្ឋានហ្នឹងយកពងរបស់ពួកគេយកទៅជៀនស៊ីម្ដងទៀតអ្នកគ្នាខ្ញុំយកចិត្តពងមាន់ហ្នឹងបន្តិចក្រោយមកម្ចាស់កសិដ្ឋានហ្នឹងក៏បានដើរមកដល់ហើយគាត់ក៏បានរងាវមើលកន្លែងទៅឃើញថាមេមាន់ទាំងអស់ហ្នឹងគឺកំពុងតែក្រាបពងនៅក្នុងទ្រុង Oh my god ទោះបីជាមេមាន់ក្រាបពងនៅកន្លែងណាក៏គាត់រងាវរកឃើញដដែលដូច្នេះសពបញ្ជាក់ថាកំណើតរបស់អាកោរបស់យើងគឺបរាជ័យតែម្ដងបន្ទាប់ពីនោះយើងឃើញថាមេមាន់ទាំង3ក្បាលហ្នឹងគឺមានអារម្មណ៍ថាសែនខ្លាំងមែនទែនម្នាក់ហ្នឹងគឺយំស្រក់ទឹកនៃរហេមហាមពេញហ្នឹងអាកោរបស់យើងក៏បានចាប់ផ្ដើមដើរចុះឡើងម្ដងទៀតដើម្បីរកវិធីសាស្ត្រដោះស្រាយបញ្ហាមួយនេះជួបមកដល់ថ្ងៃបន្ទាប់អាកោរបស់យើងក៏បានរងាវដូចមុនទៀតដែរគឺឲ្យមកនឹងឯងបន្ទាប់មកមេមាន់ទាំង3ក្បាលដែលបាក់ចិត្តស្រឡាញ់ទៅលើអង្គរហ្នឹងក៏ដល់ចិត្តមួយនោះក៏បានធ្វើការប្រសូតបុស្សាបស័យរបស់ខ្លួនហ្នឹងម្ដងទៀតដូចរាល់ដងអញ្ចឹងគ្រាន់តែគេសុទ្ធហើយហេវហ្មងបន្ទាប់ពីប្រសូតរួចហើយមេមាន់ទាំង3ក្បាលក៏បានផ្ដោតសូត្រនៅទៅកាន់អាកោរបស់យើងមកកោរបស់យើងក៏ចង់ធ្វើជារីវៈបរោះការពីសុទ្ធម្ដងព្រោះថាយើងឃើញថាគូស្នេហ៍មាត់របស់គាត់នេះគឺពុំមានសមត្ថភាពការពីសុទ្ធបានទេអញ្ចឹងហើយបង្ករបស់យើងហ្នឹងគឺត្រូវតែបញ្ចេញសមត្ថភាពម្ដងមើលថាអស់ប្រមាណលុយអញ្ចឹងណាការពីកូនប្រមាណហ្នឹងអស់ប្រមាណបន្ទាប់ពីនោះមកបង្ករបស់យើងហ្នឹងក៏បានដើរចាកចេញពីការដ្ឋានដោយនាំយកពងមាន់ទាំងនោះហ្នឹងទៅជាមួយផងដែរមានទាំងសុទ្ធដែលនៅខាំនៅជាប់មាត់ផងគៀបឃ្លៀកផងមើលទៅគឺរៀងវេទនាដែរអ្នកនេះតែធ្វើម៉េចគឺអនាគតកូនយើងត្រូវតែធ្វើអញ្ចឹងទៅអត់គ្នាយើងប្រុសបន្តបន្ទាប់បរិម្ចាស់កសិដ្ឋានហ្នឹងក៏បានដើរមករកសុទ្ធដូចរាល់ដងអញ្ចឹងប៉ុន្តែលើកនេះគឺគាត់រត់ឃើញទេហើយក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅយើងងាកមកមើលអាកោរបស់យើងវិញនៅពេលដែលខ្លួនគេនេះក៏បានដើរព្រៃទៅធំស្កឹមស្កាយមួយហើយតាសងហ្នឹងក៏ស្រាប់តែជួបឆ្កែស្ទាវពីរក្បាលរហ័សនាមរបស់វាគឺគូកេងឈ្មោះលយអ្នកនេះឆ្កែព្រៃទាំងពីរក្បាលហ្នឹងគឺមានបំណងថាចង់ប្លន់ពងមាន់ហ្នឹងពីអាកោរបស់យើង
យើងរីឯក៏របស់យើងគ្រាន់តែឃើញឆ្កែ steal ទាំងពីរក្បាលនឹងភ្លាមគឺធ្វើឲ្យជើងរបស់គេនឹងគឺញ័រទៅតាត់បែកញើសហូរជោកហើយក៏របស់យើងគឺព្យាយាមរត់គេចពីឆ្កែ steal ទាំងពីរក្បាលនឹងឆ្លងកាត់ទឹកអីចឹងទៅហើយខ្លួនរបស់គេក៏រួចផុតពីគ្រោះថ្នាក់មួយនេះលុះរួចផុតពីគ្រោះថ្នាក់ហើយក៏របស់យើងនឹងក៏បាននាំសុទ្ធទាំងអស់ហ្នឹងគឺទៅកាន់កន្លែងដែលមានសុវត្ថិភាពដើម្បីក្រាបពងចឹងណានៅឆ្លងកាត់តំបន់ជាច្រើនឡើងចុះភ្នំចឹងទៅរហូតដល់កន្លែងដែលសំគួរនឹងក្រាបពងបានបន្ទាប់ពីរៀបចំដាក់ពងទុកហើយមានសុវត្ថិភាពអីហើយក៏របស់យើងក៏បានចាក់ចេញទៅក្រៅដើម្បីកាច់មែកឈើមកធ្វើជាសម្បុកនឹងធ្វើស្អាតទៀតអ្នកនរគ្នាលុះត្រឡប់មកពីការប្រមូលមែកឈើវិញក៏របស់យើងនឹងក៏បានឃើញពីពីងមួយក្បាលគឺបានធ្វើសម្បុកនៅកន្លែងដែលគេរក្សាសូត្រហ្នឹងណាតែធ្វើឲ្យសូត្រមួយនេះគឺត្រូវបានបែកខូចខាតដែលធ្វើឲ្យអាកុលរបស់យើងនេះគឺមានអារម្មណ៍ថាសេតខ្លាំងមែនតើប៉ុន្តែវាមិនមែនជាបញ្ហានោះទេអាកុលរបស់យើងក៏បានព្យាយាមក្រាបពងបន្តទៀតអស់រយៈពេលជាច្រើនថ្ងៃពេលខ្លះហ្នឹងក៏ត្រូវជួបឧបសគ្គមករឿយៗអញ្ចឹងទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទោះបីជាមានផលលំបាកយ៉ាងណាក៏ដោយគឺថាសម្រាប់បង្គោលរបស់យើងគឺតស៊ូរហូតដល់ទីបញ្ចប់លុះទៅពេលមួយសូត្ររាំងនោះក៏បានញាស់ចេញជាកូនមន់ទាំងពីរក្បាលគឺមន់យាយនិងមន់ឈ្មោលខ្ជូតមែនតែនបន្ទាប់ពីកូនមន់នឹងក៏បានញាស់ហើយបង្គោលរបស់យើងក៏បានធ្វើការនាំកូនមន់ទាំងអស់ហ្នឹងគឺត្រឡប់ទៅកាន់កសិដ្ឋានវិញដោយភាពសប្បាយរីករាយមែនតែនលុះមកដល់កសិដ្ឋានហើយបង្គោលរបស់យើងនឹងក៏បានចាប់ផ្ដើមផ្ដល់កូនមន់ទាំងអស់ហ្នឹងទៅកាន់ឲ្យមេមន់ហ្នឹងតែម្ដងឃើញគាត់បានតែពីរមន់ក្បាលទៀតហ្នឹងគឺរៀងសេដែរអ្នកគ្នាដោយសារតែពងមួយនឹងក៏បាយបាត់ហើយជាប្រសិទ្ធិរបស់យើងគឺត្រូវបានបញ្ចប់ក្នុងពេលដែលមន់នេះគឺបានជួបគ្នាចឹងហើយសាច់រឿងគឺមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយអូខេ I love you